ផែនការសន្តិភាពរបស់អាមេរិកតម្រូវឲ្យអ៊ុយក្រែនកាត់ទុកដីឲ្យរុស្ស៊ីប្រភពព័ត៌មានមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធទី19ខែវិច្ឆិកាថាសំណើផែនការសន្តិភាពថ្មីមួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននឹងតម្រូវឲ្យប្រទេសនេះកាត់ទឹកដីនិងកាត់បន្ថយកងទ័ពរបស់ខ្លួនជាងពាក់កណ្ដាលបើតាមកាសែតបារាំងសំណើនេះហាក់ដូចจะធ្វើឡើងទៅតាមលក្ខខណ្ឌដ៏តឹងរ៉ឹងរបស់រុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមដែលកំពុងបន្តការទាមទារទាំងនោះជាការទាមទារដែលអ៊ុយក្រែនធ្លាប់បានបដិសេធដោយចាត់ទុកថាស្មើនឹងការចោះចាញ់រុស្ស៊ីគំនិតផ្ដួចផ្ដើមដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងស្របពេលដែលមីស៊ីលរុស្ស៊ីបានបន្តវាយប្រហារទីក្រុងតឺណូពីលនៅភូមិកំលិចអាយដាដែលនៅឆ្ងាយពីសមរភូមិជួរមុខហើយក៏ត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏សាហាវបំផុតមួយនៅភូមិខាងលិចអ៊ុយក្រែនរាប់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្ដើមឡើងក្នុងឆ្នាំ2022ប្រភពមួយដែលធ្លាប់ដឹងអំពីសេចក្តីព្រាងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាសេចក្តីព្រាងនេះបានចែងអំពីការទទួលស្គាល់តំបន់គ្រីមៀនិងតំបន់ផ្សេងដែលរុស្ស៊ីបានយកទៅគ្រប់គ្រងនិងការកាត់បន្ថយកងទ័ពមកត្រឹម40,000 នាក់